បាទសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានវីដេអូមកចែកម្លែកមួយទាក់ទងជាមួយការយើងបិទiOS update នៅលើទាក់ទងជាមួយ iPhone ណាអញ្ចឹងយើងបិទsoftware auto update ហ្នឹងអ្នកនរគ្នាចូលមក software update ហ្នឹងមកចូលដំបូងឡើយយើងចូល setting ហើយចូលកន្លែង general នោះឃើញហើយអញ្ចឹងអ្នកនរគ្នាដូចនៅក្នុងវីដេអូនេះគឺខ្ញុំបិទ update ហើយអញ្ចឹងអ្នកនរគ្នាចូលមកកន្លែង automatic update ហ្នឹងមកអូខេឃើញទេ iOS update គឺបិទហើយចឹងបើអ្នកនរគ្នាចង់បើកគឺចុចកន្លែងហ្នឹងមកគឺ enable ចឹងវា auto update ឲ្យពេលដល់ពេល update ណាហើយទៅជាមួយ update ហ្នឹងពេលដែលយើងមានអ៊ីនធឺណិតមានអីពេញគឺវា auto update ដែរអញ្ចឹងបើអ្នកនរគ្នាចង់បិទអាចធ្វើតាមវិធីសាស្ត្រខ្ញុំនេះគឺអាចបិទបាន 100% ហើយអញ្ចឹងបើអ្នកនរគ្នាចូលចិត្តនៅវីដេអូចែកម្លែករបស់ខ្ញុំសូមជួយចុច like ចុច subscribe ដើម្បីទទួលបានវីដេអូថ្មីជាបន្តទៀតពី channel របស់ខ្ញុំបានវរៈពុទ្ធិអរគុណ